ឆ្នាំក្រឹងនិយាយទៅរឿងទិន្នផលគឺវាអាចធ្វើបានហើយរយៈពេល3ខែក្រោយគឺវាមើមហើយក៏ប៉ុន្តែអត់ដឹងថាមើមទាំងអស់នោះបងប្អូនអាចបានលក់យកលុយឬក៏អត់ទេអាហ្នឹងគឺអត់អាចកំណត់បានទេថាដំឡូងនេះមួយគឺត្រូវការមើលថែត្រូវការតាមដានឲ្យ3ថ្ងៃឬក៏5ថ្ងៃបងប្អូនត្រូវតែមកតាមដានពិនិត្យនៅលើគល់របស់វានៅតាមដីទាំងអស់ហ្នឹងគឺបងប្អូនត្រូវតែពិនិត្យជាប្រចាំតែម្ដងបាទសួស្តីបងប្អូនអរគ្នាខ្ញុំទទួលបានសំណួរបងប្អូនជាច្រើនតាក់ទងនៅក្នុងការដាំដំឡូងជ្វានេះបងប្អូនជាច្រើនតែងតែសួរ comment រួមតែម្ដងគឺគាត់សួរថាតើនៅក្នុងដី1ហិកតាចំណាយដើមទុនអស់ប៉ុន្មានសម្រាប់ការធ្វើតាំងពីដាំរហូតដល់ប្រមូលផលបាទឥឡូវនេះខ្ញុំសូមឆ្លើយខ្លីៗសម្រាប់ខ្ញុំផ្ទាល់ការភ្ជួរដីខ្ញុំភ្ជួរដីនេះគឺចំនួន4ដងដែលម៉ែរបស់ខ្ញុំគាត់ឲ្យគិតលុយឲ្យថ្លៃអត្រាគេហ្នឹងគឺ70,000រៀលទៅហើយនេះគ្រាន់តែលើការភ្ជួរដីហើយនៅក្នុងការរៀបប្រព័ន្ធទយោដំណក់ទៀតអានេះបើសិនជាខ្ញុំគិតជារួមមកខ្ទង់ទាំងថ្នាំទាំងពូជទាំងថ្លៃដាំទាំងមួយសុទ្ធនិយាយទៅគឺសរុបជារួមមកអស់ខ្ទង់4លាន50,000ទៅ4លាន80,000នៅក្នុងដី1ហិកតាអញ្ចឹងបងប្អូនអាចពិចារណាបានតើបងប្អូនចង់ដាំឬក៏មិនចង់ដាំអានឹងបងប្អូនអាចគិតខ្លួនឯងគ្រាន់តែថាការដាំអស់ប៉ុណ្ណឹងអានេះយើងចំណាយអស់ណាហើយដំឡូងនេះគឺយើងត្រូវការមើលថែខ្លាំងដែរនៅលើថ្នាំក្រឹងនិយាយទៅរឿងទិន្នផលគឺវាអាចធ្វើបានហើយរយៈពេល3ខែក្រោយគឺវាមើមហើយក៏ប៉ុន្តែអត់ដឹងថាមើមទាំងអស់នោះបងប្អូនអាចបានលក់យកលុយឬក៏អត់ទេអាហ្នឹងគឺអត់អាចកំណត់បានទេថាដំឡូងនេះមួយគឺត្រូវការមើលថែត្រូវការតាមដានឲ្យ3ថ្ងៃឬក៏5ថ្ងៃបងប្អូនត្រូវតែមកតាមដានពិនិត្យនៅលើគល់របស់វានៅតាមដីទាំងអស់ហ្នឹងគឺបងប្អូនត្រូវតែពិនិត្យជាប្រចាំតែម្ដងដោយសារខ្លាចវាមានមេក្រឹងនឹងចុះនៅពេលឲ្យតែថាក្រឹងចុះឲ្យបងប្អូនពិបាកការពារបន្តិចតែបើសិនជាបងប្អូនអាចស្គាល់ប្រភេទថ្នាំឬក៏បងប្អូនហើយដីនោះអត់ដែលបានធ្វើអាហ្នឹងយើងស្រួលក្នុងការមើលថែទេប៉ុន្តែបើសិនជាដីទាំងអស់នោះឲ្យដាំញឹកញាប់ឬក៏អ្នកនៅក្បែរនោះគាត់ដាំហើយយើងអត់ដែលដាំទេតែបើយើងចាប់មកភ្ជួរចាប់មកធ្វើយើងគិតថាមិនបាច់ចាំបាញ់ថ្នាំក៏បានដែរឲ្យដីរបស់បងប្អូនអត់ដែលបានធ្វើផងអាហ្នឹងបើបងប្អូនហ៊ានតែធ្វើបែបហ្នឹងប្រឡែងចោលអត់បាញ់ថ្នាំគឺបងប្អូននឹងបរាជ័យនៅក្នុងការធ្វើដំឡូងជ្វានេះហើយដំឡូងជ្វានេះបើទោះបីជាមានក្រឹងចុះឬក៏អត់មានក្រឹងចុះក៏ចាប់ពី5ថ្ងៃទៅ7ថ្ងៃបងប្អូនត្រូវតែបាញ់ថ្នាំការពារសត្វល្អិតម្ដងហើយបងប្អូនអត់អាចដាំបណ្ដោយចោលតាមធម្មជាតិបានទេព្រោះថាយើងចំណាយនៅក្នុងការធ្វើគឺវាអស់ច្រើនហើយអញ្ចឹងយើងត្រូវតែមើលថែឲ្យដិតដល់បាទហើយចាំមើលចាំមើលនៅពេលដែលខ្ញុំធ្វើវគ្គនេះខ្ញុំនឹងថតការបាញ់ថ្នាំការមើលថែប្រហែលថ្ងៃបាញ់ថ្នាំម្ដងខ្ញុំនឹងថតជាប្រចាំរហូតដល់ប្រមូលផលឲ្យបងប្អូនមើលតែម្ដងហើយបើសិនជាបងប្អូនចង់ដាក់ចិត្តថាដាំឆ្នាំនេះបងប្អូនអត់បាច់តាន់បានដាំក៏បានដែរបងប្អូនសិក្សាសិនទៅសិក្សាពីខ្ញុំផ្ទាល់តែម្ដងទៅព្រោះថាខ្ញុំទទួលទិញទាំងមើមមកវិញហើយមានបច្ចេកទេសក្នុងការដាំហើយមានទាំងថ្នាំសម្រាប់លក់ជូនបងប្អូនផងដែរហើយថ្នាំរបស់ខ្ញុំនេះផ្ទាល់គឺខ្ញុំអត់លក្ខណៈថាអត់សូវចង់ថតបង្ហាញជូនបងប្អូនទេដោយសារអីដោយសារតែយើងខ្លាចប៉ះពាល់ទៅដល់កម្មសិទ្ធិនៃក្រុមហ៊ុនថ្នាំរបស់គេលក្ខណៈថាគេឲ្យប្រើប៉ុណ្ណេះប៉ុន្តែយើងអ្នកប្រើផ្ទាល់យើងប្រើប៉ុណ្ណោះព្រោះថាទ្រឹស្ដីនៅក្នុងការនិយាយនៅក្នុងការប្រាប់មកគឺអត់ដូចអនុវត្តផ្ទាល់ទេបងប្អូនការអនុវត្តផ្ទាល់ទើបសំខាន់ចឹងហើយក្រុមហ៊ុនថ្នាំនីមួយគេតែងតែដាក់
ការប្រើប្រាស់របស់គេមកគឺគេប្រើប្រាស់តាមស្តង់ដាររបស់គេប៉ុន្តែបើសិនជាយើងប្រើតាមស្តង់ដារហ្នឹងវាអត់ត្រូវទេអញ្ចឹងយើងត្រូវតែដូរវិធានការនៅក្នុងការប្រើប្រាស់ឲ្យតាមបទពិសោធន៍ខ្លួនឯងផ្ទាល់តើប្រើរបៀបម៉េចទៅបានផលអញ្ចឹងទៅគឺទាមទារឲ្យបងប្អូនធ្វើហ្នឹងមានបទពិសោធន៍ហើយចាំបងប្អូនធ្វើទៅគឺជោគជ័យហើយតែបើសិនជាបងប្អូនធ្វើទៅតាមអ្នកទ្រឹស្ដីគឺវាអត់ងាយជោគជ័យទេព្រោះថាទ្រឹស្ដីគឺគ្រាន់តែនិយាយទេតែអត់ធ្វើតែបើបងប្អូនអាចមើលខ្ញុំផ្ទាល់រាល់ថ្ងៃនេះហើយហើយបងគាត់មកប៉ុន្តែយើងមើលរាល់ថ្ងៃទៅបងប្អូនឃើញហើយថាខ្ញុំដាំពីរបៀបម៉េចខ្ញុំធ្វើរបៀបម៉េចខ្ញុំធ្វើផ្ទាល់រហូតតែម្ដងអញ្ចឹងទៅគឺអត់សូវមានបញ្ហាអីនៅក្នុងការប្រាប់បងប្អូនទេហើយអញ្ចឹងក៏សូមឲ្យបងប្អូនហើយតាមដានសិក្សាមួយឆ្នាំសិនទៅចាំ3ខែក្រោយចាំបងប្អូនដាំក៏អត់តាន់ហួសពេលដែរអញ្ចឹងអត់អីទេបងប្អូនអត់មេច្រើនទេមានតែប៉ុណ្្នឹងហើយសម្រាប់ដើមគឺខ្ញុំចុះដាំថ្ងៃនេះហើយចាំមើល3ខែក្រោយខ្ញុំនឹងបង្ហាញទិន្នផលជូនដល់បងប្អូនមើលហើយខ្ញុំនឹងថតជូនបងប្អូនជាប្រចាំតែម្ដងនៅពេលនេះទៅគឺនៅពេលបាញ់ថ្នាំម្ដងខ្ញុំនឹងថតជូនបងប្អូនម្ដងតែហើយនឹងបង្ហាញថ្នាំនិងការប្រើប្រាស់ជូនបងប្អូនផងដែរហើយនៅក្នុងការចំណាយខ្ញុំថា4លានជាងចាំមើលបងប្អូនតាមដានទៅម្ដងខ្ញុំនឹងបង្ហាញទិន្នន័យថាអស់ប៉ុណ្ណេះម្ដងអស់ប៉ុណ្ណេះអញ្ចឹងនៅពេលដែលប្រមូលផលសរុបមកខ្ញុំនឹងបង្ហាញជារួមជូនបងប្អូនតែម្ដងអញ្ចឹងបើមានចម្ងល់បន្តទៀតបងប្អូនអាចខមមិនចូលខមមិនខាងក្រោមដើម្បីឲ្យខ្ញុំបានដឹងពីចំណុចខ្វះខាតរបស់បងប្អូនខ្ញុំនឹងបន្ថែមទៅលើចំណុចទាំងអស់នោះបងប្អូននឹងជោគជ័យអញ្ចឹងជូនពរបងប្អូនជោគជ័យទាំងអស់គ្នានៅក្នុងការដាំដំឡូងជ្វាបើទោះបីជាបានផលច្រើនហើយតម្លៃថោកក៏យើងអស់ចិត្តដែរមិនមែនថាដល់ពេលយើងដល់តម្លៃថ្លៃពុបបែរជាយើងអត់បានផលអាហ្នឹងគឺជាការសោកស្ដាយខ្លាំងបំផុតប៉ុន្តែបើសិនជាយើងបានផលពេញដីហើយវាថោកយ៉ាងណាក៏យើងលក់បានរួចខ្លួនវិញដែរអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនអរគុណជម្រាបលា